ប្រាសាទដូនតាយើងបងប្អូនហើយប្រាសាទនេះមើលទៅគឺធ្វើដោយថ្មបាយក្រៀមថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនអរគ្នាទៅលេងប្រាសាទស្រីលក្ខណ៍ហើយប្រាសាទនេះគឺស្ថិតនៅខេត្តកំពង់ចាមស្រុកបាធាយឃុំតាំងកសាំងភូមិខ្វិតបងប្អូនហើយប្រាសាទនេះគឺលើអ្នកម្ដាយគាត់និយាយគឺយូរឆ្នាំមកហើយបងប្អូនហើយប្រាសាទនេះគឺនៅជិតភូមិខ្ញុំដែរបងប្អូនតែខ្ញុំអត់ដែរមកទេហើយលើកទី1ដែរខ្ញុំបានមកបងប្អូនដឹងដោយតាមម្ដាយខ្ញុំគាត់មកវត្តស្រីលក្ខណ៍ហ្នឹងបងប្អូនអញ្ចឹងហើយក៏ខ្ញុំមកធ្វើវីដេអូដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងបងប្អូនពិសេសបងប្អូនដែលនៅឆ្ងាយគាត់អត់ដឹងអញ្ចឹងបងប្អូនអញ្ចឹងហើយធ្វើវីដេអូទៅក្រែងគាត់លោតដឹងអញ្ចឹងទៅបានគាត់មកលេងអញ្ចឹងបានស្គាល់ប្រាសាទដូនតាយើងបងប្អូនហើយប្រាសាទនេះមើលទៅគឺធ្វើដោយថ្មបាយក្រៀមបងប្អូនថ្មបាយក្រៀមអញ្ចឹងហើយក្នុងប្រាសាទហ្នឹងគឺជាប់នៅវត្តស្រីលក្ខណ៍តែម្ដងបងប្អូនហើយប្រាសាទនេះគេឈ្មោះថាប្រាសាទស្រីលក្ខណ៍បងប្អូនបន្ទាប់មកខ្ញុំដើរមើលប្រាសាទខ្ញុំវិញក្រោយប្រាសាទក្រោយអញ្ចឹងបងប្អូនថាដូនតាយើងពិតជាអស្ចារ្យមែនបងប្អូនធ្វើប្រាសាទពីថ្មបងប្អូននិយាយទៅជាប់ល្អមែនតើរាប់រយឆ្នាំបងប្អូនគឺអស្ចារ្យមែនតើបងប្អូនហើយប្រាសាទកន្លែងវត្តហ្នឹងគឺប្រាសាទតែមួយទេបងប្អូនក្នុងវត្តហ្នឹងស្រីលក្ខណ៍ហ្នឹងបងប្អូនខ្ញុំឆ្ងល់ខ្លួនឯងបងប្អូនថាខ្ញុំនៅចិត្តភូមិខ្វិតហ្នឹងមិនក៏អត់ដឹងថាកន្លែងភូមិខ្វិតហ្នឹងគឺមានប្រាសាទសោះបងប្អូនហើយនេះបើសិនម៉ែខ្ញុំអត់ប្រាប់អីទៀតគឺខ្ញុំអត់ដឹងទេថាភូមិខ្វិតហ្នឹងគឺមានប្រាសាទអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនបានមើលវីដេអូនេះសង្ឃឹមថាបងប្អូនមកលេងប្រាសាទហ្នឹងផងបងប្អូនព្រោះប្រាសាទហ្នឹងគឺស្ងាត់ដែរបងប្អូនគឺអត់សូវមានបងប្អូនមកលេងទេព្រោះថាអ្នកដែលស្គាល់គឺបងប្អូននៅចិត្តហ្នឹងបងប្អូនក៏ស្គាល់ខ្លះអត់ខ្លះអញ្ចឹងបងប្អូនបាននៅចិត្តភូមិហ្នឹងដែរបងប្អូនអញ្ចឹងតែវាថាបងប្អូននៅដូចថានៅទីក្រុងនៅអីអញ្ចឹងហើយឆ្ងាយខេត្តផ្សេងអញ្ចឹងគាត់អត់ដឹងថានៅកំពង់ចាមឃុំតាំងកសាំងភូមិខ្វិតហ្នឹងបងប្អូនហើយស្រុកបាធាយហ្នឹងបងប្អូនហើយបងប្អូនកុំភ្លេចមកលេងប្រាសាទដូនតារបស់យើងដែរតែគាត់ខំកសាងរាប់រយឆ្នាំមកហើយទុកយើងក្មេងចំនួនក្រោយសង្ឃឹមថាបងប្អូនមកលេងហើយជួយថែរក្សារបស់ដូនតារបស់យើងដែរគាត់ខំទុកឲ្យយើងអញ្ចឹងបងប្អូនប្រាសាទយើងគឺច្រើនណាស់បងប្អូនហើយគឺស្អាតមែនតើខ្ញុំគាត់មកដល់ភូមិខ្វិតហ្នឹងបងប្អូនគាត់ចូលមកដល់កន្លែងប្រាសាទគឺមានអារម្មណ៍ថាដូនតារបស់យើងគឺអស្ចារ្យមែនតើបងប្អូនដែលបន្សល់ទុកឲ្យយើងជំនាន់ក្រោយអញ្ចឹងបងប្អូនអញ្ចឹងហើយយើងជាកូនចៅជំនាន់ក្រោយយើងនាំគ្នាថែរក្សាកុំឲ្យបាត់បង់របស់ដូនតាយើងអញ្ចឹងបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនវីដេអូនេះខ្ញុំចូលទៅខ្វះខាតត្រង់ណាសូមបងប្អូនជួយអធ្យាស្រ័យផងព្រោះខ្ញុំអត់សូវប៉ិនបញ្ចូលសលេងរៀបរាប់អីច្រើនទេបងប្អូនហើយប្រាសាទនេះនឹងកើតនៅឆ្នាំណាខែណាទេបងប្អូនអញ្ចឹងខ្ញុំដើររកគឺអត់ឃើញដែរបងប្អូនអញ្ចឹងហើយខ្ញុំដឹងថាវាយូរអញ្ចឹងយូរឆ្នាំព្រោះអ្នកម្ដាយខ្ញុំគាត់ប្រាប់ថាប្រាសាទហ្នឹងយូរឆ្នាំមកហើយអញ្ចឹងបងប្អូនហើយបន្ទាប់ពីខ្ញុំលេងឲ្យហើយអញ្ចឹងបងប្អូនគឺខ្ញុំត្រឡប់ទៅផ្ទះវិញហើយនេះគឺជាថ្លោងទ្វារវត្តស្រីលក្ខណ៍ដែរបងប្អូនចូលតាមខ្លោងទ្វារហ្នឹងទៅគឺដល់ប្រាសាទតែម្ដងបងប្អូនមិញខ្ញុំចូលក្រោយខ្លោងទ្វារវត្តអញ្ចឹងបងប្អូនអានេះគឺមុខទ្វារវត្តបងប្អូនហ្នឹងហើយវីដេអូមានអីច្រើនទេបងប្អូនខ្ញុំចិនដាគឺខ្ញុំអរគុណបងប្អូនមែនតើសម្រាប់ទស្សនាវីដេអូខ្ញុំផងដែរបងប្អូន